ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបនៃការប្រើប្រាស់ថ្នាលបឋមជំនាន់ថ្មីជូនគ្រូបង្រៀនចាអញ្ចឹងពេលដែលយើងចូល POP ទៅឃើញបែបនេះលោកគ្រូអ្នកគ្រូចូលថ្នាលបឋមជំនាន់ថ្មីពេលចូលមកនឹងលោតបែបនេះអញ្ចឹងណាហើយតាមខាងទូរស័ព្ទដៃគេលោមានអីផ្សេងពីហ្នឹងលោកគ្រូអ្នកគ្រូប៉ះកន្លែងម្ដុំនឹងមកដើម្បីយើងកែប្រែទិន្នន័យតខ្លួនយើងចឹងលោកគ្រូចុចបានប៉ុណ្នេះហើយនឹងឃើញផ្ទាំងជាច្រើនចឹងដើម្បីកែប្រែទិន្នន័យរបស់ខ្លួនឯងលោកគ្រូអ្នកគ្រូចុចកានីរបស់ខ្ញុំហើយបើសិននេះនឹងដោយសារខ្ញុំពេញហើយអញ្ចឹងវានឹងលោតបែបនេះចឹងលោកគ្រូអ្នកគ្រូចុចកន្លែងកែប្រែហើយបើសិនជាទូរស័ព្ទដៃដូចជាមានកន្លែងប៊ិចកន្លែងអីឬក៏រូបនេះមើលសញ្ញានេះលោកគ្រូអូសរមើលទៅចាបានប៉ុណ្ណឹងហើយលោកគ្រូអ្នកគ្រូកែប្រែមកនេះឈ្មោះស្លាញ់ឈ្មោះខ្ញុំនេះឈ្មោះសឿនស្រីម៉ែក្រៃ5កនឹងឯងហើយនេះឈ្មោះអ្នកប្រើប្រាស់ហើយលេខសិស្សខ្ញុំក៏ប្រើឈ្មោះមួយនឹងលេខគ្នាដែរហើយយើងពេញអ៊ីមែលពេញលេខទូរស័ព្ទអីយើងត្រូវទេហើយ password ខ្ញុំនៅចាស់ដែរទេអត់ដូរទេនៅ teacher@ 123ទេចាហើយរើសភេទឬអីវាយទម្ងន់វាយកម្ពស់វាយអីចឹងមកថ្ងៃខែឆ្នាំកំណើតហើយទីកន្លែងកំណើតខ្ញុំរើសបានតែខេត្តទេស្រុកអីខ្ញុំរើសអត់ចេញទេហើយដល់ពេលទីលំនៅបច្ចុប្បន្នដូចជារើសបានតែខ្ញុំកែប្រែកើតទេឥឡូវខ្ញុំសាកកែប្រែម្ដងទៀតខ្ញុំស្រុកពញាក្រែកហើយសានភាពគ្រួសារអីពេញអស់មកកម្មប្រាក់ខ្ញុំក៏អត់បានពេញដែរ9ហើយពេញអស់មកពេញបន្ទាប់ពីពេញចប់ហើយខ្ញុំជួយរក្សាទុកតែខ្ញុំដឹងថាមានបញ្ហាអីទេបានខ្ញុំកែប្រែព័ត៌មានដល់បានចឹងលោកគ្រូអ្នកគ្រូចាំសាកកែប្រែខ្លួនឯងទៅណាយើងកែប្រែព័ត៌មានខ្លួនឯងប៉ុណ្ណឹងហើយយើងចុចចេញវិញមកចឹងពេលដែលចេញវិញលោកគ្រូអ្នកគ្រូចុចត្រង់ទៅនេះក៏ទៀតក៏បានដែរនេះចុចកន្លែងយើងរូបយើងមកហើយដូរ profile ដូរអីដូរខ្លួនឯងទៅចុចកន្លែងកាមេរ៉ានឹងមកហើយគេមានឲ្យឈូស file ឬក៏ថតរូបឥឡូវអីចឹងទៅលោកគ្រូអ្នកគ្រូចេះចុចហើយដោយសារយើងធ្លាប់ប្រើហើយចឹងខ្ញុំសូមអត់ដូរទៀតទេអញ្ចឹងយើងប៉ះកន្លែងនឹងម្ដងទៀតរូបយើងហើយយើងចូលគ្រប់គ្រងសិស្សចឹងកន្លែងគ្រប់គ្រងសិស្សនេះមាននេះទាញយក QR យើងឡើងវិញតែមិនទាញទេហើយព័ត៌មាននេះ QR សិស្សចុចកន្លែង QR សិស្សនិងលោតកន្លែង QR សិស្សតែឥឡូវអត់ដឹងប្រព័ន្ធអាប់ដេតទៀតហើយចាអញ្ចឹងលោកគ្រូអ្នកគ្រូនឹងលោតផ្ទាំង QR មកហើយយើងអាចទាញម្ដងមួយឬក៏ទាញម្ដងទាំងអស់នេះទាញយក PDF ទាញយក PDF ឬទាញបានម្ដងទាំងអស់ហើយយើងអាច print ចេញចែកសិស្សអញ្ចឹងណាចាចប់ដោយសារមានអីមើលទេហើយចូលដល់បន្តទៀតតាក់តងទៅនឹងទិន្នន័យសិស្សហ្នឹងអត់មានអីបង្ហាញទេរឿងបដូរឈ្មោះសិស្សត្រឡប់ហ៎បើមានទិន្នន័យសិស្សផងអត់ដឹងធ្វើម៉េចហ៎អញ្ចឹងខ្ញុំសុំនិយាយហ្មងណាដោយសារតែយើងបានមើលslide ក្នុងភាសាដែរអញ្ចឹងលោកគ្រូអ្នកគ្រូពេលដែលវាលោតទិន្នន័យសិស្សមកឲ្យយើងគឺយើងអាចចុចបាននេះឃើញអានិមិត្តសញ្ញាហ្នឹងអញ្ចឹងណាអញ្ចឹងអានៅខាងលើហ្នឹងគឺបដូរម្ដងទាំងអស់តែបើនៅខាងក្រោមនេះគឺបដូរម្ដងមួយអញ្ចឹងណាលោកគ្រូអ្នកគ្រូចាហើយអូយឲ្យសម័យជាមួយសុំម្ដងទៀតចាំមើលខ្ញុំទៅមើល slide ហ្នឹងនេះលោកគ្រូអ្នកគ្រូនេះពេលហ្នឹងខ្ញុំបង្ហាញម្ដងអីចាខ្ញុំបង្ហាញពេលនៅតបាយហ្នឹងឡើយនេះបញ្ជូនសិស្សបដូរត្រឡប់តកូលសិស្សម្ដងទាំងអស់ហើយបើកន្លែងនេះបដូរម្ដងមួយតមកទៀតលោកគ្រូអ្នកគ្រូចុចកន្លែងអក្សរកែប្រែដើម្បីកែប្រែព័ត៌មានសិស្សអញ្ចឹងណាតែ slide ហ្នឹងក៏មានបង្ហាញឲ្យទៀតដែរអញ្ចឹងទៅហើយត្រង់ចំណុចទៅនេះការទាញយក QR តែនេះសម្រាប់គណៈគ្រប់គ្រងទេចាបង្ហាញលាយគ្នាបាត់សុំទោសកន្លែងហ្នឹងឥឡូវខ្ញុំសូមត្រឡប់មកកន្លែងដើមវិញអញ្ចឹងកន្លែង QR អត់មានបបាក់ទេគឺលោកគ្រូទាញមកប៉ុណ្ណឹងដោយប្រហែលជាធ្លាប់ទាញឲ្យតាមឆ្នាំទៅហើយកែប្រែព័ត៌មានសិស្សពេលតែកែប្រែព័ត៌មានសិស្សដូចព័ត៌មានយើងអញ្ចឹងពេលដែលយើងចុចតែកន្លែងកែប្រែទៅលោកគ្រូអញ្ចឹងនឹងមានលោតអក្សរឲ្យយើងកែឲ្យចុចកែប្រែហើយមានស្អីឲ្យយើងពេញអញ្ចឹងណាយើងពេញឲ្យអស់មករបស់គុណសិស្សហ្នឹងតែនេះខ្ញុំលើកឧទាហរណ៍របស់គ្រូទេហើយយើងចុចរក្សាទុកទៀតទៅឬក៏ចុចកែប្រែទៅជាប់ហើយតែមិនដឹងជាប់ពេលណាហើយយើងអាចដូរ profile ដូរអីដូចយើងអញ្ចឹងអត់ពិបាកទេហើយឥឡូវយើងចូលដល់គ្រប់គ្រងសិស្សមួយទៀតតាក់ទងទៅនឹងករណីលោកគ្រូអ្នកគ្រូមានសិស្សទេចូលឬក៏មានសិស្សភាសាដែលយើងចង់ឲ្យកូនសិស្សរៀន PLP ដែរអញ្ចឹងណាអញ្ចឹងលោកគ្រូអ្នកគ្រូចុចបន្ថែមសិស្សមកចុចបន្ថែមសិស្សហើយនេះហ្នឹងពេលបញ្ចូលទិន្នន័យលោកគ្រូអ្នកគ្រូកន្លែងកែប្រែព័ត៌មានសិស្សមួយបន្ទាប់ពីខាងគណៈគ្រប់គ្រងគាត់បញ្ជូនសិស្សមកឲ្យយើងអស់ហើយអញ្ចឹងទៅគឺយើងនឹងមានសិស្សយើងហើយយើងបដូរឈ្មោះត្រឡប់ឈ្មោះត្រឡប់អីអស់លេងហើយអញ្ចឹងលោកគ្រូអ្នកគ្រូពេញឲ្យអស់មកកន្លែងផ្កាយហ្នឹងហើយកន្លែងណាអត់ផ្កាយហ្នឹងទុកចោលសិនក៏បានតែកន្លែងផ្កាយដាច់ខាតត្រូវតែពេញបន្ទាប់ពីលោកគ្រូអ្នកគ្រូពេញចប់ហើយយើងចុចពាក្យថាបន្ថែមហ្នឹងណាបន្ទាប់ពីបន្ថែមបទជោគជ័យខ្ញុំធ្លាប់ប្រាប់ដែរនេះយើងចុចកន្លែងនេះឲ្យវា generate ខ្លួនឯងចុចទៅគឺវាដូរកន្លែងឈ្មោះអ្នកប្រើប្រាស់អត់ឲ្យដូចគេទេឲ្យជន់គេទេហើយលោកគ្រូចុចបន្ថែមទៅជោគជ័យហើយបន្ថែមប្រហែលអ្នកគឺ
បន្ថែមប៉ុណ្ណឹងទៅចុចចង់ទៀតទៅចានឹងបន្ថែមសិស្សអត់បាក់ទេចាតាក់តងទៅនឹងមកងារគ្រូបង្រៀនមានអីទៀតចំពោះគ្រូបង្រៀននេះចុចលេខហ្នឹងមកហើយលោកគ្រូអ្នកគ្រូមានអាពីនេះខ្ញុំសុំមិននិយាយទេខ្ញុំមិនដែរធ្វើទេអញ្ចឹងចូលកន្លែងវត្តមានសិស្សចុចលោកគ្រូអ្នកគ្រូបានមើលខ្ញុំបង្ហាញភាសាដែរមានន័យថាគឺថិចទាំងអស់ហើយនេះមានវត្តមានវត្តមានតែមួយហើយមានវត្តមានតែមួយចឹងអត់ដឹងថាកើតអីនេះស្រុក49មានវត្តមានតែមួយអវត្តមាន0ហើយសិស្សខ្ញុំមានទាំងអស់តាខ្ញុំអត់ដឹងថាកើតអីទេចាពេលខ្ញុំបង្ហាញគេវគ្គមុនមិញគឺមានវត្តមាន49ចាពេលខ្ញុំចុចខ្វែងនេះលោតអវត្តមាន1ឥឡូវមកវត្តមាន0វិញធីកមួយទៅទាំងអស់ឥឡូវខ្ញុំវគ្គឡើងនឹងដែរខ្ញុំមិនដឹងថាកើតអីទេចាហើយពេលចុចមកយឺតមួយគឺគ្រប់ទំព័រយឺតទាំងអស់ពេលដែលបង្ហាញវគ្គនោះគឺអញ្ចឹងទេហើយខ្ញុំចុចចោះវត្តមានខ្លួនឯងអាថ្ងៃដែលថ្ងៃមុនដែលខ្ញុំចុចលើកដំបូងនោះក៏ដូចគ្នាដែរចុចមួយធីកគឺធីកស្រាប់តែម្ដងហើយពេលចុចខ្វែងហ្នឹងវាចេញតែមួយទេតែឥឡូវអត់ដឹងថាហេតុអីមិនខ្វែងទៅចេញទាំងអស់អញ្ចឹងខ្ញុំគាត់តែប្រាប់ថាពេលយើងចុចខ្វែងនេះយើងចុចមូលហេតុមកហើយបើកូនសិស្សណាយកមកយឺតចុចមូលហេតុទៅសេមូលហេតុទៅតែបើសួរខ្ញុំថាហេតុអីអានេះខ្ញុំក៏មិនដឹងដែរចុចទៅចិញ្ចឹងដូចគ្នាណាបន្ទាប់ពីលោកគ្រូអ្នកគ្រូពេញដែលសិស្សមកយឺតឬក៏សិស្សមកខកអស់ហើយលោកគ្រូអ្នកគ្រូចុចរក្សាទុកទៅចាអញ្ចឹងខ្ញុំសុំប៉ុណ្ណឹងណាតើតងវត្តមានសិស្សចូលដល់វត្តមានគ្រូលោកគ្រូអ្នកគ្រូចូលកន្លែងវត្តមានគ្រូមកចាហើយបន្តមកទៀតគេមាននេះម៉ោងចេញម៉ោងចូលហើយខ្ញុំបានចូលហើយខ្ញុំចេញបាត់ហើយនេះខ្ញុំបង្ហាញគេមុននឹងតិចដែរចូលហើយចេញហើយណាអញ្ចឹងចូលភ្លាមចេញភ្លាមចាហើយដូចជាអស់ហើយចំពោះត្រង់នេះខ្ញុំបានបង្ហាញតាំងពីដំបូងដែរខ្ញុំសូមចាក់ចេញសិនពេលគេមិនឲ្យយើងបញ្ចូលប្រព័ន្ធនេះមុនគេហើយខ្ញុំចេញម្ដងខ្ញុំភ្លេចបង្ហាញឡើងនឹងខ្ញុំចូលម្ដងចូល account ខ្ញុំម្ដងចាអញ្ចឹងលោកគ្រូអ្នកគ្រូឈ្មោះអ្នកប្រើប្រាស់តាមពីដំបូងមកលោកគ្រូឆ្នាំទៅលោកគ្រូអ្នកគ្រូឆ្នាំទៅប្រើអីពេញហ្នឹងទៅហើយកន្លែងនេះ password ខ្ញុំក៏អត់ដូរដែរនេះ teacher @ 1 2 3ហើយយើងចុចចូលកែនេះមកឬក៏យើង scan យើងអីចឹងទៅក៏បានដែរហើយយើងធ្វើតែប៉ុណ្្នឹងហើយចំពោះមុខងារផ្សេងដូចឆ្នាំទៅទេមានរៀនលោកគ្រូអ្នកគ្រូរៀនមកឥឡូវគេ update ថ្មីទៀតហើយចាមានអង់គ្លេសមានអីលាយទៀតហើយតែគាត់អត់មានមេរៀនចេញមកវិញហើយតាមដានអត់ដើរទេហើយតាមដានបានដើរពេលនេះអត់ដើរណាឥឡូវដើរហើយបើមិនខ្ញុំចុចអង្គុយរៀនមួយគ្រូដែរអង្គុយរៀនលេងអញ្ចឹងណាឥឡូវជាប់មកហើយរៀនម៉ោងណាម៉ោងណីអីចឹងនេះលោកគ្រូអ្នកគ្រូនេះចំឡើយខ្ញុំមិនដែរចុចដែរតែចុចអីហ្នឹងហើយរឿងរៀនហ្នឹងហើយប្រឡងនេះលោកគ្រូអ្នកគ្រូមានច្រើនណាមានប្រឡងភីថងភីអីចឹងទៅហើយនេះមានការរៀបចំកិច្ចការការឆ្លុះបញ្ចាំងសំណួរឆ្លុះបញ្ចាំងអីអាហ្នឹងគឺមានគ្រូដែលគាត់រៀនហើយមកប្រឡងខ្ញុំក៏មានឈ្មោះរៀនដែរតែខ្ញុំស្ម័គ្រចិត្ត PLP នឹងដែរតែខ្ញុំបន្តបានរៀនទេរៀនហ្នឹងគឺគិតមកគិតអីចប់លាប់ទៀតណាអញ្ចឹងរៀនហើយគេមកប្រឡងហ្នឹងណាតែតើបានរៀនទេតើបានរៀនមួយទេហើយគេកាត់ទេចំពោះគេកាត់ទេអាហ្នឹងស្មោះត្រង់តែម្ដងខ្ញុំមិនដែរបានធ្វើទេគេកាត់ទេវេទិកានេះគេមានសួរមានអីអញ្ចឹងទៅតែខ្ញុំក៏មិនដែរបានចុចដែរនេះវីដេអូខ្ញុំធ្លាប់ចាក់ឲ្យសិស្សមើលដែរយើងអាចចាក់ឲ្យសិស្សមើលហើយយើងយ៉ាងថាឲ្យគេបរៀនយើងឲ្យគេអ្នកបរៀនហើយគ្រូក្នុងវីដេអូបរៀនហើយយើងមើលបន្តពីក្រោយទៀតអញ្ចឹងទៅក៏បានដែរហើយមកវាបណ្ណាល័យនេះខ្ញុំធ្លាប់ចូលមើលខ្លះដែរគឺមានឯកសារផ្សេងអញ្ចឹងណាលោកគ្រូចូលមើលខ្លួនឯងណាតាមហ្នឹងណាចាដូចជាអស់ហើយតកតងគ្រូបង្រៀនដដែលទេហើយចំពោះសិស្សគឺយើង scan ធម្មតាទៅយើងបាន QR នាំសិស្ស scan ហើយនាំកូនសិស្សរៀនទៅរៀននេះថ្ងៃនាំសិស្សឲ្យរៀនទៅហើយដល់ពេលបើម៉ោងនៅសាលាលោកគ្រូអ្នកគ្រូមាន slide ឬក៏មានកុំព្យូទ័រអីហើយលោកគ្រូអ្នកគ្រូអាចបង្ហាញកូនសិស្សនាំលេងមកផ្លែតម៉ោងណាដែលយើងតនេឬក៏ម៉ោងណាយើងចង់រំលឹកមេរៀនយើងចង់រំលឹកមេរៀនតាក់ទងចំណុចហ្នឹងយើងអាចយកអាហ្នឹងមកប្រើប្រាស់បានដែរដោយសារខ្ញុំធ្លាប់ធ្វើដែរហើយបើសិនលោកគ្រូអ្នកគ្រូថាកុំព្យូទ័រក៏ខ្ញុំអត់មានដែរហើយ slide ក៏ខ្ញុំមានដែរទូរស័ព្ទដៃនោះលោកគ្រូអ្នកគ្រូម្ដងម្នាក់ឬក៏ជាក្រុមក៏បានដែរមួយក្រុម4នាក់ឲ្យកូនសិស្សភាសាគ្នាអញ្ចឹងណាសប្បាយដែរតាកាលមុនអត់ទាន់មានអាហ្នឹងក៏ខ្ញុំធ្លាប់លេងដែរចាអញ្ចឹងចំពោះវីដេអូជូនលោកគ្រូអ្នកគ្រូគឺអស់ហើយចាសូមអរគុណសូមជម្រាបលា